អាពាហ៍ពិពាហ៍7 ឆ្នាំត្រូវរលាយសាបសូន្យឲ្យត្រឹមមួយប៉ព្រិចភ្នែកឥឡូវនេះខ្ញុំគួរតែត្រឡប់ទៅពិភពរបស់ខ្ញុំវិញហើយចម្លែកណាស់ហេតុអ្វីបានជាអ្នកមកលេចមុខនៅមុខផ្ទះខ្ញុំភ្លាមបែបនេះខ្ញុំដឹងហើយដូច្នេះខ្ញុំក៏ប្រពន្ធសម្លាញ់ Liver តើពួកឯងនៅឯណាប្រពន្ធសម្លាញ់លោកកើតលោកមកយឺតហើយកញ្ញាយាងបានចាក់ចេញទៅហើយមិនអាចទៅរួចទេនាងមិនអាចចាក់ចេញជាមួយកូនដោយមិនប្រាប់ខ្ញុំមួយម៉ាត់នោះទេតើលោកដឹងថាពួកគេទៅណាទេសុំទោសលោកកញ្ញាយាងមិនបានប្រាប់ទេប្រហែលជានាងមានបំណងមិនចង់ឲ្យលោកដឹងអាវធំដែលលោកកំពុងពាក់នេះគឺជារបស់ខ្ញុំមិនមែនទេនេះជាអ្វីដែលកញ្ញាយាងទិញឲ្យខ្ញុំដើម្បីពាក់ចូលរួមពិធីមង្គលការកូនស្រីខ្ញុំនិយាយតាមត្រង់កញ្ញាយាងពិតជាមនុស្សល្អណាស់មិនត្រឹមត្រូវទេតើយាងឡើយមិនបាននិយាយថាអាវធំនេះជារបស់សង្សារចាស់នាងទេខ្ញុំសួរលោករយៈពេលប៉ុន្មានខែដែលខ្ញុំមិននៅផ្ទះតើយាងឡើយមាននាំប្រុសមកផ្ទះដែរទេតាមដែលខ្ញុំដឹងគឺគ្មានទេកញ្ញាយាងនៅផ្ទះមើលថែលីវើជានិច្ចមិនដែលនាំប្រុសណាមកផ្ទះឡើយលោកក៏តើលោកបានដំណឹងคล้ายៗនេះមកពីណាគឺយាងឡើយខ្លួនឯងជាអ្នកនិយាយខ្ញុំស្មានថាកញ្ញាយាងប្រហែលជាមានបំណងចង់ឲ្យលោកខឹងដើម្បីលែងលះទើបនិយាយបែបនេះទេខ្ញុំមិនអាចឲ្យនាងចាក់ចេញពីខ្ញុំបានទេតើនាងចេញទៅយូរហើយឬនៅទើបតែចេញទៅ2នាទីមុននេះទេឥឡូវប្រហែលជាអរគុណត្រូវហើយតោះគ្រប់អាវនេះទៅម៉ាស៊ីនត្រជាក់ខ្លាំងណាស់កើអីអ្នកដំណើររបស់ខ្ញុំមិនដែលមានអ្នកណាអង្គុយទេនាងគឺជាមនុស្សដំបូងប៉ុន្តែក៏ជាមនុស្សចុងក្រោយដែរប្រពន្ធសម្លាញ់ជាងឡៃប្រពន្ធសម្លាញ់ជាងឡៃជាងឡៃប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់គុំទៅអីប្រពន្ធសម្លាញ់គុំទៅអីប្រពន្ធសម្លាញ់គុំទៅអីប្រពន្ធសម្លាញ់គុំទៅ